បាទខ្ញុំបកណាសូមក្រាបថ្វាយបង្គំប្រធេរានុធេរៈជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានក្រុមការងារអ្នកនាំពាក្យរបស់យើងវិលមកជួបបងប្អូនសាជាថ្មីដើម្បីធ្វើបច្ចុប្បន្នភាពស្ដីពីការស្ថានភាពថ្មីនៅតាមព្រំដែនបាទនៃប្រទេសយើងដែលយើងកំពុងតែតតាំងប្រឆាំងនឹងសត្រូវឈ្លានពានដើម្បីចង់ដឹងព័ត៌មានថ្មីនៅរសៀលនេះខ្ញុំសូមជូនវេទិកាជូនលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិដើម្បីរាយការណ៍ជាមុនសិនបាទសូមជម្រាបលោកជំទាវចាសសូមគោរពអរគុណអាដាមនាងខ្ញុំសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននារសៀលនេះនាងខ្ញុំសូមអនុញ្ញាតធ្វើបច្ចុប្បន្នភាពអំពីសភាពការនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាដែលនៅក្នុងនោះគឺនាងខ្ញុំនឹងជម្រាបជូនស្ថានភាពនៅក្នុងយុទ្ធភូមិភាគទី4និងទី5ដែលគិតមកដល់ថ្ងៃទី15ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី9ហើយដែលយោធាថៃបានធ្វើសកម្មភាពឈ្លានពានមកលើកម្ពុជាភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នាងខ្ញុំសូមជម្រាបជូនអំពីស្ថានភាពនៃការគម្រាមកំហែងការឈ្លានពានការបាញ់ប្រហាររបស់ភាគីថៃនៅតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងនៅថ្ងៃនេះគិតចាប់តាំងពីវេលាម៉ោង4:30នាទីព្រឹកទៀបភ្លឺរហូតដល់វេលាម៉ោង16:00នាទីរសៀលនេះបើគិតចាប់តាំងពីវេលាម៉ោង4:30នាទីដែលយោធាថៃបានចាប់ផ្ដើមបាញ់ប្រហាររហូតមកដល់ម៉ោងនេះម៉ោង16:00នាទីរសៀលនេះគឺភាគីថៃបានវាយប្រហារមកលើកងកម្លាំងកម្ពុជានិងក្នុងដែនអធិបតេយ្យរបស់កម្ពុជាយើងនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4រួមមាននៅថ្មដូនប្រាសាទតមន់ធំជប់កគីតាថាវតំបន់អានសេះគោល8បោះស្បូវជាំតែភ្នំខ្មោចប្រាសាទតាក្របីប្រាសាទខ្នាអូស្មាច់ជប់អង្គុញដំណាក់ស្ដាច់ថ្មឆាត់និងប្រាសាទព្រះវិហារហើយមកទល់ម៉ោងនេះគឺមិនទាន់បញ្ឈប់សកម្មភាពនៅក្នុងការបាញ់ប្រហារនៅឡើយទេចា៎ទី2ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ក្នុងនោះសូមអនុញ្ញាតបន្ថែមបន្តិចផងដែរនៅក្នុងយុទ្ធភូមិភាគទី4គឺនៅក្នុងខេត្តសៀមរាបនៅថ្ងៃនេះយើងក៏សម្គាល់ឃើញថាភាគីថៃបានពង្រីកនៅក្នុងការធ្វើការឈ្លានពានរបស់ខ្លួនទម្លាក់គ្រាប់បែកតាមរយៈយន្តហោះចម្បាំង F16 នៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបផងដែរដែលនេះយើងក៏សម្គាល់ឃើញថាភាគីថៃកាន់តែកក្លឿននិងកាន់តែកំរោលដែលនាងខ្ញុំបានធ្វើបច្ចុប្បន្នភាពនៅក្នុងเพจផ្លូវការរបស់ក្រសួងការពារជាតិជូនសាធារណជនរួចហើយចំពោះស្ថានភាពនៅក្នុងយុទ្ធភូមិភាគទី5នៅក្នុងខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបានបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង13:00នាទីរសៀលដល់វេលាម៉ោង16:00នាទីរសៀលនៅថ្ងៃនេះគឺនៅវេលាម៉ោង15:10នាទីយោធាថៃបានបាញ់ផ្លោងចូលទៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង15:14នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានព្យាយាមរុលចូលទៅក្នុងមុខភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង15:19នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រតំបន់អភិវឌ្ឍភ្នំឆាត់ចំនួន2គ្រាប់ដោយនៅក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យនៅវេលាម៉ោង15:41នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ហោះរំលោភចូលក្នុងដែនអធិបតេយ្យដែនអាកាស
នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងាត់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់កម្ពុជាបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្រសួងការពារជាតិកម្ពុជាសូមធ្វើការច្រានចោលចំពោះទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានคล้ายៗបំភ្លៃខុសពីការពិតរបស់ភាគីថៃដែលបានចោទប្រកាន់លាបពណ៌មកលើកម្ពុជាដែលផ្ទុយស្រឡះខុសពីការពិតទាំងស្រុងក្រសួងការពារជាតិសូមធ្វើការបញ្ជាក់ជូនសារជាថ្មីថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែភាគីថៃទៅវិញទេដែលធ្វើការវាយប្រហារលើទីតាំងស៊ីវិលប្រជាជនស៊ីវិលរបស់កម្ពុជាដែលធ្វើឲ្យប្រជាជនស្លូតត្រង់ស៊ីវិលរបស់កម្ពុជាបានបាត់បង់ជីវិតនិងរបួសកើនឡើងចំនួនបន្ថែមទៀតបើគិតត្រឹមថ្ងៃទី15ខែធ្នូឆ្នាំ2025នេះគិតត្រឹមវេលាម៉ោង7:00 នាទីព្រឹកហើយអ្វីដែលគួរឲ្យកត់សម្គាល់ផងដែរថាចំនួននៃការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនិងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃវាយប្រហារមកលើកម្ពុជាកាន់តែមានចំនួនទំហំកើនឡើងជាលំដាប់និងពង្រីកការបាញ់ប្រហារមកលើកម្ពុជាកាន់តែចូលមកជ្រៅក្នុងដែនអធិបតេយ្យដោយនៅថ្ងៃនេះគឺមានការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 ចូលមកដល់ក្បែរជំរំជនភៀសសឹកនៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបបន្ថែមទៀតអ្នកនាំពាក្យក្រសួងការពារជាតិសូមទាមទារឲ្យយោធាថៃបញ្ឈប់នៅរាល់ទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិតបញ្ឈប់ការវាយប្រហារដោយមិនរើសអើងនិងមិនរើសគោលដៅពិសេសចំទៅលើជនស៊ីវិលប្រជាជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំភ្លេចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់របស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់ប្រជាជននិងមនុស្សជាតិទាំងមូលផងដែរនិងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានពិតមិនពិតសប្រែទៅជាខ្មៅក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាននៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងការសកម្មភាពឈ្លានពានគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សូមគូបញ្ជាក់ផងដែរថាគិតមកដល់វេលាម៉ោងនេះវីរៈកងទ័ពនិងវីរៈនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយនឹងសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់នៅក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏សូមបញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យភាពរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះបីក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពវីរៈនគរបាលដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិរាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេទោះបីក្នុងស្ថានភាពណាក៏ដោយ Greetings to the general public ថ្លែងការណ៍រាយការណ៍ថ្មីតាក់ទងនឹងព្រឹត្តិការណ៍ដែលទើបតែកើតឡើងដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋយើងដូចដែលបងប្អូនយើងបានជ្រាបស្រាប់ប្រទេសយើងពេលនេះកំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិនមួយនោះគឺសង្គ្រាមឈ្លានពានពីប្រទេសថៃវាគឺជាសង្គ្រាមឈ្លានពានទឹកដីពេញទីដែលមិនអាចប្រកែកបានលើសពីនេះកងទ័ពឈ្លានពានថែមទាំងបានបាញ់ដាក់ទីតាំងស៊ីវិលដោយមិនរើសមុខមិនរើសទីកន្លែង
ដែលធ្វើឲ្យជនស៊ីវិលស្លូតត្រង់របស់យើងរងគ្រោះជាច្រើនហើយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនក៏រងការបំផ្លិចបំផ្លាញជាក់ស្ដែងរហូតមកទល់នឹងពេលនេះមានជនស៊ីវិលស្លូតត្រង់ខ្មែរយើងបានស្លាប់ចំនួន15នាក់និងរងរបួស73នាក់ក្នុងនោះមានស្ត្រីមានកុមារនិងចាស់ជរាចំណែកជនភៀសសឹកចេញពីលំនៅឋានក៏បានកើនដល់ជាង400000នាក់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការបំផ្លិចបំផ្លាញដូចជាផ្ទះសម្បែងផ្លូវស្ពានសាលារៀនមន្ទីរពេទ្យវត្តអារាមរហូតដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិថែមទៀតផងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើសាហាវព្រៃផ្សៃរបស់យោធាថៃមកលើជនស៊ីវិលស្លូតត្រង់កម្ពុជានិងសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឲ្យបញ្ឈប់សកម្មភាពអមនុស្សធម៌របស់ខ្លួនជាបន្ទាន់និងបង្ខំឲ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីជាចាំបាច់សកម្មភាពឈ្លានពានដោយប្រើប្រាស់អាវុធធុនធ្ងន់មានយន្តហោះទម្លាក់គ្រាប់បែកមានគ្រាប់បែកចង្កោមការបាញ់ផ្សែងពុលមកលើកងទ័ពនិងប្រជាជនស៊ីវិលកម្ពុជាបានកើនឡើងជាលំដាប់នេះសបញ្ជាក់យ៉ាងច្បាស់អំពីមហិច្ឆតាលំមូបសង្គ្រាមនិងពីភាពឃោឃៅរបស់កងទ័ពថៃមកលើជនស្លូតត្រង់ស៊ីវិលកម្ពុជាយ៉ាងច្បាស់ក្រឡែតសកម្មភាពបែបនេះក៏បង្ហាញពីការបំពានទាំងស្រុងនិងដោយចំហចំពោះបទឈប់បាញ់ថ្ងៃទី28កក្កដាឆ្នាំ2025ក្រោមគំនិតរួចផ្ដើមរបស់អាយដាមប្រធានាធិបតី Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងមានការសម្របសម្រួលពីអាយដាម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីហើយនិងជាប្រធានបដូវវេនអាស៊ានក៏មានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិននិងជាការបំពេញសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជាថៃកាលពីថ្ងៃ26ខែតុលាឆ្នាំ2025ដោយមានអាយដាម Donald Trump និងអាយដាមនាយករដ្ឋមន្ត្រី Anwar Ibrahim ជាសាក្សីលើពីនេះភាគីថៃក៏បានរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិដោយគ្មានញញើតកោតក្រែងហើយក្រៅពីការបំពានកិច្ចព្រមព្រៀងដែលមានស្រាប់ភាគីថៃក៏បានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់អាយដាមប្រធានាធិបតី Donald Trump និងអាយដាមនាយករដ្ឋមន្ត្រី Anwar Ibrahim នៅក្នុងការស្ដារឡើងវិញនៅបទឈប់បាញ់ក៏ទទួលបរាជ័យជាបន្តបន្ទាប់ចំពោះមុខបញ្ហានេះខ្ញុំសូមបញ្ជាក់ជូនសាធារណជនមេត្តាជាបថារាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរមើងម៉ាត់ឥតប្រែប្រួលនោះគឺកម្ពុជាស្រឡាញ់សន្តិភាពកម្ពុជានៅតែគោរពយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរដោយប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្របតាមស្មារតីនៃអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិទោះជាយ៉ាងនេះក៏ដោយកម្ពុជាសូមរក្សាសិទ្ធិនៅក្នុងការការពារខ្លួនប្រឆាំងសត្រូវឈ្លានពានដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីនិងការពារពលរដ្ឋស្លូតត្រង់របស់ខ្លួនតាមគ្រប់មធ្យោបាយជាក់ស្ដែងនៅពេលនេះវីរៈកងទ័ពវីរៈកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដ៏អង្អាចក្លាហានរបស់យើងបាននឹងកំពុងប្រយុទ្ធតតាំងយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពានទឹកដីហើយការប្រើសិទ្ធិការពារខ្លួនរបស់កម្ពុជាទៀតសោតគឺយើងសម្ដៅតែលើគោលដៅយោធាថៃដែលចូលមកឈ្លានពានទឹកដីកម្ពុជាតែប៉ុណ្ណោះដោយស្របតាមច្បាប់អន្តរជាតិទាំងស្រុងនៅក្នុងគ្រាដ៏លំបាកនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធារានុធិរៈគ្រប់ព្រះអង្គប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានក្រោកឈរឡើងបង្ហាញពីមហាសាមគ្គីជាតិខ្មែរជាធ្លុងមួយទាមទារសន្តិភាពនិងរួមគ្នាជាកម្លាំងដ៏រឹងមាំឈរជាមួយនឹងរាជរដ្ឋាភិបាល
និងវិរៈកងទ័ពកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងដើម្បីប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានទឹកដីដោយទឹកចិត្តមោះមុតនិងអង្អាចក្លាហានជាទីបំផុតទឹកចិត្តស្នេហាជាតិដ៏មោះមុតនិងកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏ធំធេងនេះបង្កើតបានជាខឿនការពារជាតិរបស់ប្រជាជនយ៉ាងរឹងមាំដែលគ្មានអ្នកណាអាចជន់ឈ្លីបានឡើយសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បន្តគៀកស្មារគ្នាហើយផ្ដល់ទំនុកចិត្តទៅលើថ្នាក់ដឹកនាំដែលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានកំពុងដឹកនាំបញ្ជាប្រកបដោយយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយក្នុងការការពារបូរណភាពទឹកដីកម្ពុជាយើងក៏ជឿជាក់និងកោតសរសើរចំពោះវីរៈកងទ័ពដ៏អង្អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពានកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំនិងភាពអង្អាចក្លាហានរបស់វីរៈកងទ័ពកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងក្រោមការដឹកនាំប្រកបដោយបទពិសោធន៍និងយុទ្ធសាស្ត្រច្បាស់លាស់បង្កើតបានជាកម្លាំងចលករខ្លាំងក្លាដែលគ្មានសត្រូវណាអាចបំបែកបានឡើយនេះគឺជាចំណុចខ្លាំងរបស់ខ្មែរយើងដែលយើងទាំងអស់គ្នាពិតជាមានមោទនភាពសូមអរគុណ Greeting